សិល្បករភាគច្រើនមិនបាត់បង់សុបិនទេពួកគេគឺបាត់បង់ជំនឿចិត្តនៅលើខ្លួនឯងខ្ញុំមានវីដេអូចំណេះដឹងមួយចង់ចែកជូនបងប្អូនអរគ្នាអំពីសិល្បករបើសិនមកនេះគឺខ្ញុំបានទស្សនា podcast មួយដែលវាធ្វើឲ្យខ្ញុំតាក់ចិត្តហើយខ្ញុំបានក្រេបយកចំណេះដឹងមួយចំនួនដែលខ្ញុំចង់ចែកទៅជូនបងប្អូនអរគ្នាមិនថាបងប្អូនអរគ្នាគឺជាសិល្បករនៅក្នុងប្រភេទសិល្បៈអ្វីនោះទេបើអ្នកអរគ្នាចង់អភិវឌ្ឍខ្លួនអ្នកអរគ្នាសូមស្ដាប់អត្ថបទមួយនេះដោយសារតែវីដេអូគឺមានភាពវែងពេកអញ្ចឹងខ្ញុំសូមក្តោបយកតែចំណុចមួយចំនួនដែលខ្លឹមចែកជូនបងប្អូនអរគ្នាឥឡូវនេះកុំឲ្យខាតពេលយូរយើងចូលមកស្ដាប់ការសង្ខេបទាំងអស់គ្នា Let's go អញ្ចឹងកន្លែងនេះគឺបាននិយាយថាមាន producer ម្នាក់នៅទីក្រុង Los Angeles នៃប្រទេសអាមេរិកគាត់បាននិយាយថាភាគច្រើនតន្ត្រីករមិនបរាជ័យដោយសារតែពួកគាត់មិនមានទេពកោសល្យទេពួកគេបរាជ័យព្រោះប្រព័ន្ធការគិតប្រស័យប្រសាទរបស់ពួកគេមិនអាចទ្រាំទ្រជាមួយនឹងឧស្សាហកម្មនេះបានហើយអ្នកនរគ្នាដឹងអត់ថានៅពេលដែលគាត់និយាយបែបនេះអ្នកនរគ្នាក្នុងបន្ទប់ស្ងាត់ជ្រាបហើយគាត់ក៏បានបន្តទៀតថាមនុស្សភាគច្រើនគិតថាភាពជោគជ័យក្នុងតន្ត្រីគឺអាស្រ័យលើមានអ្នកជួយជ្រោមជ្រែងជួយលើកតម្កើងប៉ុន្តែវាមិនមែនការពិតទេអ្វីដែលជាការពិតនោះគឺវាអាស្រ័យលើរាងកាយនិងផ្លូវចិត្តរបស់អ្នកតើអ្នកអាចទ្រាំទ្រការមិនត្រូវបានមើលឃើញបានយូរប៉ុណ្ណាសិល្បករភាគច្រើនពួកគេមិនបោះបង់សុបិនដោយសារពួកគេអស់នោះទេគឺពួកគេបោះបង់ព្រោះខួរក្បាលរបស់ពួកគេបានបកស្រាយភាពស្ងៀមស្ងាត់ថាវាគឺជាគ្រោះថ្នាក់ឧស្សាហកម្មតន្ត្រីមិនបំផ្លាញសម្លេងឬក៏ talent របស់អ្នកទេវាបំផ្លាញប្រព័ន្ធអារម្មណ៍និងផ្លូវចិត្តរបស់អ្នក label ផលិតកម្មដែលនៅជុំវិញពិភពលោកមិនស្វែងរកតែអ្នកមានទេពកោសល្យទេប៉ុន្តែពួកគេស្វែងរកសិល្បករណាដែលមាន talent ហើយមានសុខភាពផ្លូវចិត្តរឹងមាំដែលអាចតស៊ូដើម្បីនៅក្នុង industry មួយនេះហើយនេះគឺជាចំណុចដែលគាត់សង្កត់ធ្ងន់នោះគឺគាត់បាននិយាយថាសិល្បករពិតប្រាកដគឺអ្នកដែលអាចបង្កើតស្នាដៃបានទោះបីគ្មានអ្នកមើលអាចសរសេរបទចម្រៀងបានទោះបីគ្មានអ្នកស្ដាប់អាចបន្តទៅមុខបានទោះត្រូវគេបដិសេធ47ដងឬក៏4លានដងឬក៏ទៅ7លានដងកន្លែងនេះគឺដូចខ្ញុំធ្លាប់តែប្រាប់បងប្អូនចឹងថាអត់មានអ្វីជាង consistency បង្ហាញខ្លួនជារៀងរាល់ថ្ងៃទេទោះបីមានអ្នកមើលឬក៏មិនមើលនៅតែបន្តទៅមុខជានិច្ចឥឡូវយើងចូលមកបន្តទៀតសិល្បករ 90%មិនបាក់ស្រុតដោយការស្អប់ទេពួកគេបាក់ស្រុតដោយសារតែភាពស្ងៀមស្ងាត់និងការមិនត្រូវគេមិនបានមើលឃើញគាត់បានប្រាប់រឿងអំពីតារាចម្រៀងម្នាក់ដែលផ្ទុះល្បីក្នុងមួយយប់ប៉ុន្តែគឺគេបានត្រូវបាត់ខ្លួនវិញក្នុងរយៈពេល6ខែបន្ទាប់មកមិនមែនដោយសារគាត់ខ្វះបទចម្រៀងច្រៀងទេប៉ុន្តែដោយសារតែរាងកាយនិងចិត្តរបស់គាត់មិនអាចទ្រាំទ្រភាពល្បីល្បាញបាននិងភាពស្ងប់ស្ងាត់ឬក៏ភាពស្អប់នៅក្នុង industry នេះបាននេះគឺជាចំណុចដែលគាត់សង្កត់នៅចុងក្រោយគាត់បាននិយាយថាការពិតរបស់ឧស្សាហកម្មតន្ត្រីគឺមិនមែនតែទេពកោសល្យមុខទេគឺវារាប់បញ្ចូលទៅនឹងសមត្ថភាពក្នុងការរក្សាភ្ជាប់ខ្ជួនក្រោមសម្ពាធផ្លូវចិត្តផងដែរសិល្បករភាគច្រើនមិនបាត់បង់សុបិនទេពួកគេគឺបាត់បង់ជំនឿចិត្តនៅលើខ្លួនឯងនៅលើអ្វីដែលពួកគេមានហើយនេះគឺជាឃ្លាចុងក្រោយដែលគាត់ចង់ផ្ញើទៅឲ្យសិល្បករទាំងអស់ជុំវិញពិភពលោកឲ្យបានឮថាសត្រូវធំបំផុតរបស់អ្នកមិនមែនឧស្សាហកម្មតន្ត្រីនោះទេវាគឺជាគំនិតដែលប្រាប់អ្នកថាអ្នកមិនមានពេលគ្រប់គ្រាន់ទៀតទេអ្នកបាត់បង់ជំនឿចិត្តលើខ្លួនឯងព្រោះជំនឿនេះហើយដែលបំផ្លាញអាជីពសិល្បករជាច្រើនជាជាងអ្វីទាំងអស់បងប្អូនអរគ្នាគិតយ៉ាងណាដែរសម្រាប់អត្ថបទដែលខ្ញុំលើកជូនបងប្អូនអរគ្នានេះតើអ្នកអរគ្នាទទួលបានគំនិតអ្វីខ្លះដែរទេហើយខ្ញុំសង្ឃឹមថាវាគឺជាអត្ថបទមួយជួយដាស់តឿនដល់បងប្អូនអរគ្នាឲ្យមានភាពរឹងមាំជឿជាក់នៅលើខ្លួនឯងកុំបោះបង់ក្តីសម័យខ្លួនឯងពីព្រោះអីក្តីសម័យរបស់យើងគឺជាអ្នកក្តាប់នៅក្នុងកំណត់ដៃរបស់យើងគឺជាអ្នក control អញ្ចឹង game មួយនេះយើងគឺជាលេងឈ្នះចាញ់យើងគឺជាអ្នកក្រាបគ្រងទាំងអស់ប៉ុន្តែខ្ញុំចង់ប្រាប់បងប្អូនអរគ្នាថាបើសិនជាបងប្អូនមិនបោះបង់ចោលថ្ងៃណាមួយគឺគង់តែមានថ្ងៃមកដល់បងប្អូនទេជឿជាក់លើខ្លួនឯងខ្ញុំចង់ឲ្យបងប្អូនdelusional នេះថាឆ្លក់វែងនឹងខ្លួនឯងងប់ងល់នឹងខ្លួនឯង obsess នៅអ្វីដែលខ្លួនឯងធ្វើកុំគិតពីសង្គមខាងក្រៅកុំគិតពីមនុស្សដែលជុំវិញខ្លួនគេ judge យើងគេវិនិច្ឆ័យយើងគេអត់បានមកជួយយើងនៅពេលដែលថ្ងៃលើកលំបាកឯងនៅពេលដែលយើងជោគជ័យយើងគឺជោគជ័យម្នាក់ឯងនៅពេលដែលយើងលំបាកគឺយើងលំបាកម្នាក់ឯងអញ្ចឹងអ្នកនរគ្នាទៅដឹងហើយថាពាក្យសម្ដីរបស់អ្នកជុំវិញខ្លួនយើងឬក៏មនុស្សនៅលើប្រព័ន្ធ social media យើងកុំសូវយកដាក់ក្នុងអារម្មណ៍ពេកគេមិនមែនដើរនៅលើផ្លូវរបស់យើងទេគឺគេមិនមែនកាន់ដៃ game អ្នកលេងជាមួយយើងទេយើងអ្នកកាន់ដៃ game លេងខ្លួនឯង so you know what to do កុំឲ្យបាត់បង់សមត្ថភាពខ្លួនឯងពិភពលោកនេះត្រូវការមនុស្សដែលជាសិល្បករដូចពួកយើងមានសមត្ថភាពជួយលើកតម្កើងគ្នាជួយបង្កើតអ្វីឲ្យខ្លាំងជួយចែកម្លែកអ្វីល្អៗកុំបំបាក់ទឹកចិត្តគ្នារស់នៅក្នុងសង្គមតែមួយរស់នៅក្នុងប្រទេសជាតិតែមួយកើតនៅក្នុងទឹកដីតែមួយប្រើប្រាស់ភាសាតែមួយឈាមតែមួយចូលបង្កើតភាពសន្តិបានច្រើននិងជួយគ្នាបានច្រើននិងអភិវឌ្ឍនៅលើវិស័យអ្វីដែលយើងធ្វើស្រឡាញ់ប្រទេសជាតិពង្រឹងសមត្ថភាពខ្លួនឯងអរគុណ